ប្រេងសុំបីតែមួយដំណក់ក៏មិនអាចដឹកចេញពីតំបន់ឈូងសមុទ្របានដែរបើប្រទេសទាំងឡាយណានៅក្នុងតំបន់មជ្ឈមបូព៌ាហ៊ានតែចូលដៃចូលជើងជាមួយអាមេរិកដាក់សម្ពាធសេដ្ឋកិច្ចមកលើទីក្រុងតេហេរ៉ុងនេះគឺជាការប្រមានចេញពីសំណាក់អេរ៉ុងគណៈអាមេរិកត្រៀមយកគ្រាប់បែកនុយក្លេអ៊ែរសេដ្ឋកិច្ចមកទម្លាក់កំទេចចរន្តហិរញ្ញវត្ថុរបស់ខ្លួននោះមិនត្រឹមតែគម្រាមបិទគប់ប្រេងមិនឲ្យដឹកចេញពីឈូងសមុទ្រពាក់តាមរយៈច្រកសមុទ្រហោះមកប៉ុណ្ណោះទេអេរ៉ុងថែមទាំងគម្រាមវាយប្រហារច្រកនាំចេញផ្សេងទៀតផងដែរប្រសិនបើប្រទេសជិតខាងនៅតែប្រងើយកន្តើយនឹងការប្រមានរបស់ខ្លួនហើយនៅតែហ៊ានគប់គិតជាមួយនឹងសហរដ្ឋអាមេរិកក្នុងយុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចមកលើទីក្រុងតេហេរ៉ុងនោះការប្រមាននេះកើតមានឡើងបន្ទាប់ពីលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលអាមេរិកបានអំពាវនាវឲ្យសម្ព័ន្ធមិត្តទីក្រុង Washington និងប្រទេសផ្សេងទៀតជ្រើសរើសទៅថាតើយកខាងណាហើយឈប់រកស៊ីជាមួយអេរ៉ុងជាបន្ទាន់គណៈអាមេរិកត្រៀមយកគ្រាប់បែកនុយក្លេអ៊ែរសេដ្ឋកិច្ចបំផ្ទុះកាត់ផ្ដាច់សេដ្ឋកិច្ចរបស់អេរ៉ុងឲ្យនៅឯកាលែងមានអ្នករាប់រកនៅក្នុងប្រវត្តិសាស្ត្រដែលមិនធ្លាប់មាននៅក្នុងលោកជាការឆ្លើយតបទៅនឹងយុទ្ធនាការរបស់សហរដ្ឋអាមេរិកលោក Mosen Rize ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកម្ពុជារបស់អេរ៉ុងកាលពីចុងសប្តាហ៍បានជំរុញឲ្យប្រទេសផ្សេងកុំចូលដៃចូលជើងជាមួយអាមេរិកឯសោះបើមិនដូច្នោះទេអេរ៉ុងនឹងចាត់ទុកថាជាសត្រូវហើយប្រេងសូម្បីតែមួយដំណក់ក៏មិនអាចដឹកចេញពីតំបន់ឈូងសមុទ្រពាក់បានដែរលោក Reza បានបន្តថាបើលោកប្រធានាធិបតី Donald Trump ចង់ធ្វើអ្វីតាមតែអំពើចិត្តអញ្ចឹងអេរ៉ុងក៏សងសឹកវិញតាមដែលអាចធ្វើទៅបានយុទ្ធនាការ Economic D-Day របស់លោក Donald Trump ក៏ត្រូវបានលោក Araji រដ្ឋមន្ត្រីការបរទេសអេរ៉ុងចាត់ទុកថាគឺជារឿងចាស់ដែលអេរ៉ុងធ្លាប់ហែកឆ្លងកាត់សាំទៅហើយផងដែរយើងដឹងទៅដល់ពវៀនពូតាំងឯណោះហើយយើងក៏ដឹងអំពីរបៀបដោះស្រាយដែរហើយនេះគឺពិតជាបង្ហាញថាពួកគេពិតជាកំពុងតែអស់សង្ឃឹមនេះគឺជាសម្រងសម្ដីបន្ថែមរបស់លោក Araji ចំណែកលោក Reza បានលើកឡើងបន្ថែមថានាវាដឹកប្រេងប្រហែលជា 1200 គ្រឿងដែលស្មើទៅនឹង 15% នៃនាវាដឹកប្រេងទាំងអស់លើពិភពលោកឥឡូវនេះកំពុងតែជាប់គាំងទៅណាមិនរួចទៅហើយលោកថែមទាំងបានលើកឡើងផងដែរថាអ៊ីរ៉ុងនឹងតាមប្រមាញ់ក្រុមហ៊ុនអាមេរិកទាំងអស់នៅតំបន់មជ្ឈមបូព៌ាបើអាមេរិកមិនឲ្យអ៊ីរ៉ុងរស់បានសោះដោយលោកបានបញ្ជាក់ជាចុងក្រោយថាគោលនយោបាយរបស់សហរដ្ឋអាមេរិកមានតែជំរុញឲ្យពិភពលោកគិតគូររឿងផលិតអាវុធនុយក្លេអ៊ែរដើម្បីទុកការពារប្រទេសកាន់តែខ្លាំងទៅវិញទេ